សូមអញ្ជើញចូលរួមអនុមោទនាពិធីសិទ្ធិទានព្រះវស្សាដើម្បីវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តសូរិយារាមពិធីនេះនឹងប្រារព្ធចម្រើនព្រះបរិត្តនៅថ្ងៃពុធ7កើតខែអាសាឍឆ្នាំម្សាញ់ពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី2ខែកក្កដាឆ្នាំ2025សិទ្ធិទានព្រះវស្សានៅម៉ោង9ព្រឹកថ្ងៃប្រហោះ8កើតខែអាសាឍឆ្នាំម្សាញ់ពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី3ខែកក្កដាឆ្នាំ2025សូមចម្រើនពរញាតិញោមបានជ្រាបថាទានវស្សាដែលយើងត្រូវសិទ្ធនេះគឺយើងសិទ្ធអំពីក្រមួនឃ្មុំសុទ្ធតែម្ដងហើយក្រមួនឃ្មុំសុទ្ធនេះតម្លៃក្នុង1គីឡូ$10ទំនៀមបូជាទានវស្សាគឺជាផ្នែកមួយនៃក្តីគោរពរបស់ពុទ្ធបរិស័ទរំលឹកដល់គុណូបការៈនៃព្រះសម្មាសម្ពុទ្ធសមណគោតមដោយបូជានៅគ្រឿងសក្ការៈមានប្រទីបទៀនធូបនិងផ្កាភ្ញីជាដើមកាលពីបុរាណទានវស្សាគឺធ្វើពីក្រមួនឃ្មុំដែលពុទ្ធបរិស័ទតែងជួបជុំគ្នាស្ងោររំលាយក្រមួននោះហើយចាក់ពុំធ្វើជាទានដែលគេហៅថាពិធីសិទ្ធិទានវស្សាTaman ke